កុំចាំដល់ពេលបាត់បង់ទើបស្ដាយក្រោយពេលវេលាមិនអាចត្រឡប់ក្រោយជីវិតគ្មានទេបើសិនជាត្រូវចេះថែរក្សាពេលវេលាបច្ចុប្បន្ន10ឆ្នាំក្រោយទៀតគឺមិនក្តៅដូចអាយុ30ឆ្នាំជាងទៀតទេរបស់ដែលបាត់បង់ហើយវាមិនអាចត្រឡប់មកវិញរបស់ដែលត្រឡប់មកវិញវាមិនអាចល្អដូចដើមអ្វីដែលនឹងចាក់ចេញមិនអាចសូម្បីតែនិយាយថាសោកស្ដាយត្រូវចេះស្រឡាញ់ថែរក្សាអ្វីទាំងអស់ដែលមានក្នុងពេលបច្ចុប្បន្នបងប្អូនដឹងទេមានមនុស្សជាច្រើនអ្នកដែលទទួលបាននូវការបរាជ័យដោយសារពាក្យថារងចាំមួយនេះចាំទៅចាំមកបានត្រឹមតែអស់និស្ស័យនឹងគ្នាសុខភាពចុះខ្សោយបាត់បង់សម្រស់បាត់បង់ឱកាសយើងម្នាក់មិនដឹងទេថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងចំពោះពួកយើងឡើយដូច្នេះបើអ្នកចង់ធ្វើអ្វីមួយត្រូវចាប់ផ្ដើមពីពេលនេះតទៅកុំរងចាំរហូតដល់សល់ពាក្យថាស្ដាយក្រោយស្ដាប់យល់នៅ6ចំណុចខាងក្រោមនេះអាចដាស់ខ្លួនឯងឲ្យភ្ញាក់ខ្លួននោះអ្នកនឹងឈ្នះហើយទី1ប្រើពេល3ឆ្នាំរៀននិយាយប្រើពេល1ជីវិតរៀនបិទមាត់អ្នកនិយាយត្រូវមួយម៉ាត់គ្មានអ្នកណាអបអរសាទរឡើយតែពេលដែលអ្នកនិយាយខុសមួយម៉ាត់វិញនោះនឹងទទួលការវាយប្រហារមិនចេះឈប់មិនចេះឈរគ្រោះអាសន្នចេញពីមាត់ត្រូវប្រយ័ត្នពាក្យសម្ដីនិងទង្វើរបស់អ្នកទី2ឆាកជីវិតដែលពឹងផ្អែកលើខ្លួនឯងមិនចេះចាញ់កុំទៅជឿថាអាងខ្នងបង្អែកអ្វីទាំងអស់នោះតាមពិតខ្លួនឯងគឺជាខ្នងបង្អែកនៅក្នុងសង្គមដែលស្រាដូរស្រាបារីដូរបារីតើមានអ្វីជាខ្នងបង្អែកទៀតនោះបើនិយាយឲ្យខ្លីទៅគឺថាជ្រកដំបូលអ្នកដតីធំប៉ុណ្ណាក៏មិនល្អដូចជ្រកឆាត់របស់ខ្លួនឯងដែរប្រសិនបើអ្នកពឹងផ្អែកលើអ្នកដតីអ្នកនឹងត្រូវគ្រប់គ្រងដោយអ្នកដតីកូនស្មៅពឹងផ្អែកលើដើមឈើធំដោយយល់ថាដើមឈើធំគឺជាជំរកការពារវាពីព្យុះភ្លៀងតែបែរជាមិនអើពើនៅចំណុចសំខាន់មួយគឺដើមឈើធំអាចធ្វើឲ្យវាមិនអាចឃើញពន្លឺថ្ងៃពេលណាក៏បានដូច្នេះហើយជីវិតគឺពឹងផ្អែកលើខ្លួនឯងទើបមិនចេះចាញ់ទី3កុំងាយនឹងបញ្ឆេះកំហឹងរបស់អ្នកកុំឲ្យតែខឹងទាត់នេះទាត់នោះអ្នកដែលឈឺគឺជើងអ្នកខ្លាំងស្ងប់ស្ងាត់ដូចទឹកអ្នកខ្សោយឆាប់ខឹងដូចខ្លាមនុស្សដែលអស្ចារ្យពិតប្រាកដគឺគេបានកាត់ផ្ដាច់អារម្មណ៍ខ្លួនឯងអស់យូរមកហើយដូច្នេះហើយគេធ្វើកិច្ចការបានរលូនល្អណាស់ពេលខឹងអ្នកដែលត្រូវធ្វើបាបមុនគេគឺខ្លួនឯងអ្នកដែលត្រូវធ្វើបាបបន្ទាប់គឺអ្នកដទៃហើយក៏មានរឿងខ្លះតាមពិតអាចនឹងទទួលបានជោគជ័យបែរជាត្រូវបានបំផ្លាញតែម្ដងទី4រៀបចំផែនការឲ្យបានល្អបំផុតត្រៀមមុនទប់ទល់ហានិភ័យឲ្យល្អបំផុតកិច្ចការនៅលើមនុស្សលទ្ធផលនៅលើព្រះនៅលើโลกនេះអ្វីដែលមិនអាចផ្លាស់ប្ដូរបានគឺការផ្លាស់ប្ដូរមានការផ្លាស់ប្ដូរខ្លះមិនមែនកម្លាំងមនុស្សអាចគ្រប់គ្រងបានទេរឿងគ្រប់យ៉ាងសុទ្ធតែមិនអាចមានលទ្ធភាព 100% នោះទេពេលធ្វើផែនការទុកមុនដើម្បីទប់ទល់នឹងបរាជ័យដែលនឹងកើតមានឡើងដោយចៃដន្យអាចជួយឲ្យអ្នករក្សាចិត្តឲ្យស្ងប់បានមិនអាចដោយសារតែការភ័យខ្លាចធ្វើឲ្យរឿងកាន់តែវឹកវរឡើងបន្ទាប់ពីអ្នកព្យាយាមអស់ពីសមត្ថភាពហើយនោះសូមឲ្យវាកើតឡើងទៅតាមវាសនាចុះទី5តស៊ូក្នុងការសិក្សាបង្កើនការយល់ដឹងនិងពង្រីកការគិតគ្មានមនុស្សណារកលុយបានដោយគ្មានចំណេះដឹងនោះទេមនុស្សម្នាក់មានចំណេះដឹងបែបណាព្រះប្រកបជាផ្ដល់ឲ្យគាត់នៅជីវិតបែបនោះចង់ឲ្យជីវិតខ្លួនឯងប្រែក្លាយរឹតតែល្អមានមធ្យោបាយតែមួយគត់គឺត្រូវឆ្លងកាត់នូវការលើកកម្ពស់ចំណេះដឹងរបស់ខ្លួនឯងទើបធ្វើឲ្យខ្លួនឯងរឹតតែអស្ចារ្យទី6អត់ទ្រាំនឹងអ្វីដែលអ្នកដទៃមិនអាចអត់ទ្រាំបានការអត់ធ្មត់គឺជាប្រាជ្ញានិងការតស៊ូកម្រិតខ្ពស់នៃឆាកជីវិតមនុស្សការអត់ធ្មត់គឺពិបាកណាស់តែបើសិនជាមិនអត់ធ្មត់ទេយើងអាចខាតបង់នៅតម្លៃត្រូវបង់ដ៏ធំការអត់ធ្មត់គឺមិនមែនជាសម្បទានដែលគ្មានដែនកំណត់នោះទេហើយក៏មិនមែនជាភាពទន់ខ្សោយគ្មានសមត្ថភាពនោះដែរគឺដោយសារតែយើងចង់ទទួលបាននៅលទ្ធផលដែលយើងចង់បានរងចាំនៅឱកាសមួយដ៏ស័ក្តិសមតែប៉ុណ្ណោះទ្រាំមិនបាននឹងរឿងតូចនាំឲ្យខូចដល់រឿងធំអត់ទ្រាំនឹងអ្វីដែលអ្នកដទៃមិនអាចអត់ទ្រាំបាននិងទទួលបានជោគជ័យដែលអ្នកដទៃមិនអាចទទួលបានកុំសប្បាយចិត្តនឹងសម្ដីពីរោះកុំខឹងឆ្លោះនឹងសម្ដីអាក្រក់កុំចង់យកឈ្នះនឹងមាត់គេមួយកុំកើតទុកព្រួយនឹងបេះដូងមិនស្មោះ Slow boat មិនមានន័យថាឆោតចិត្តល្អមិនមានន័យថាល្ងងបើអ្នកពិតខ្ញុំរឹតតែពិតបើអ្នកខ្លែងខ្លាយខ្ញុំប្រែខ្លួន
បើអ្នកសម្ដែងខ្ញុំកំដរយើងមិនខ្លាចទេការខាតបង់3កុំនិយាយ3កុំឆ្លោះវីដេអូមួយនេះសំខាន់ណាស់អ្នកត្រូវតែមើលវាដោយយកចិត្តទុកដាក់ព្រោះវាអាចជួយដល់អាជីពគ្រួសារនិងទំនាក់ទំនងសង្គមបានពាក្យចាស់ពោលថាស្រដីឲ្យស្រួលស្រេចគិតសាច់ក្រិចកុំគិតងាយរំពឹងឲ្យវែងឆ្ងាយយល់លង្វែកពាក្យលោកថា1 3កុំនិយាយដោយពាក្យថាពាក្យសម្ដីរបស់មនុស្សគឺគួរឲ្យខ្លាចពេលខ្លះពាក្យសម្ដីឈឺចាប់ជាងដាវមុតទៅទៀតយើងប្រើពេល2ឆ្នាំដើម្បីរៀននិយាយបែរជាប្រើពេលមួយជីវិតដើម្បីរៀនបិទមាត់រៀននិយាយស្ដីគឺជាសភាវគតិរៀនបិទមាត់គឺជាសមត្ថភាពប៉ុន្តែបិទមាត់គឺមិនមែនមានន័យថាអ្វីក៏មិននិយាយនោះទេក៏ប៉ុន្តែត្រូវចេះនៅអ្វីគួរនិយាយនិងអ្វីមិនគួរនិយាយ1កុំនិយាយដើមគេពាក្យចាស់ពោលថាពាក្យអប្រិយចាញ់អាត្មាការរក្សាពាក្យសម្ដីគឺជាចំណុចសំខាន់នៃការធ្វើជាមនុស្សទោះជាយ៉ាងណាក៏ដោយការមិននិយាយដើមគេគឺជាសញ្ញានៃចរិតថ្លៃថ្នូរនិយាយដើមគេពីក្រោយខ្នងវារំខានយើងធ្វើឲ្យយើងដេកមិនលក់រៀនបិទមាត់ឲ្យចិត្តដូចដបស្ងៀមស្ងាត់មិននិយាយស្ដីទើបអាចមានចិត្តបរិសុទ្ធទំនាក់ទំនងជាមួយអ្នកដទៃរឹតតែស៊ីជម្រៅ2កុំនិយាយពាក្យកំហឹងពាក្យកំហឹងគឺដូចជាកបិតមុតស្រួចឲ្យតែនិយាយចេញពីមាត់ដូចជាភ្លើងព្រៃឆេះវាស្មៅពេលដែលកំពុងតែឆ្លោះគ្នាខ្នោះនៃការចេះដឹងតែងតែបំផ្លាញដោយកំហឹងពាក្យដែលធ្វើឲ្យគេឈឺចាប់ទាំងនោះដូចជាព្រួញពឹសបាញ់ទៅលើគូចំនួនរៀនចេះមិននិយាយពាក្យកំហឹងគឺជាវិធីសាស្ត្រការពារខ្លួនដែលល្អបំផុតវាជាអាចកំបាំងក្នុងការរក្សាទំនាក់ទំនងដែលចុះសម្រុងគ្នារឹតតែល្អ3ពាក្យខ្យល់មិនហ៊ាននិយាយមនុស្សថ្លៃនៅត្រង់ស្គាល់ខ្លួនឯងបរោះពិតនិយាយបានធ្វើបានបើមិនដូច្នេះទេវាងាយនឹងបាត់បង់ទំនុកចិត្តពីគេពាក្យសម្ដីចេញពីមាត់វាងាយស្រួលណាស់អ្វីដែលពិបាកនោះគឺដំណើរការនៃការអនុវត្តរឿងដែលបានសន្យាហើយបើសិនជាមិនអាចសម្រេចបានគឺវាคล้ายទៅជាពាក្យសម្ដីខ្យល់ចំណាប់អារម្មណ៍ដែលមនុស្សម្នាក់ៗមានចំពោះគ្នានោះមុនដំបូងគឺជារូបរាងខាងក្រៅបន្ទាប់មកគឺការនិយាយស្ដីចុងក្រោយទើបជាសកម្មភាពរូបរាងខាងក្រៅមិនងាយនឹងកែប្រែប៉ុន្តែពាក្យសម្ដីគឺអាចកែប្រែបានមិននិយាយសម្ដីខ្យល់គឺជាតម្រូវការបឋមសម្រាប់ភាពជឿជាក់2 3កុំឆ្លោះរឿង3នេះទើបអាចរក្សាសន្តិភាពផ្លូវចិត្តបានក្នុងមួយជីវិតមនុស្សគ្មានទេការមិនឆ្លោះប្រកែកគ្នាមិនថាចិត្តរបស់អ្នកល្អប៉ុណ្ណាទេមនុស្សទន់ភ្លន់សុភាពរាបសារមនុស្សស្លូតបូតសុទ្ធតែមិនអាចជៀសវាងបាននៅរឿងឆ្លោះគ្នាដោយបញ្ហាមួយចំនួនគ្រាន់តែមានរឿងខ្លះត្រូវតែឆ្លោះតែមានរឿងខ្លះទៀតក៏មិនអាចឆ្លោះដែរ1ក្នុងសង្គមនៃទំនាក់ទំនងមិនត្រូវឆ្លោះជាមួយមនុស្សច្រើនគឺជាការការពារចិត្តរបស់ខ្លួនឯងចំនួននឹងគ្មានទីបញ្ចប់ហើយរឿងរ៉ាវរឹតតែរីកធំឡើងយើងត្រូវរក្សាសន្តិភាពនៃចិត្ត2មិនត្រូវឆ្លោះគ្នាពីរឿងមុខមាត់មិនត្រូវដោយសារតែរឿងឥតប្រយោជន៍មកឆ្លោះគ្នានោះទេប្រឈមមុខនឹងចំនួនដោយសមហេតុផលគឺកុំឲ្យមុខមាត់คล้ายជាចំណុចសំខាន់នៃចំនួន3កុំឆ្លោះតាមអារម្មណ៍គឺជាការគោរពខ្លួនឯងនិងអ្នកដទៃដោះស្រាយបញ្ហាដោយស្ងាត់ស្ងៀមជៀសវាងការបាត់បង់ការគ្រប់គ្រងអារម្មណ៍3កុំនិយាយនិង3កុំឆ្លោះទាំងនេះតើអ្នកទាំងអស់គ្នាយល់ហើយឬនៅសូមខមមិននៅខាងក្រោមនៅគំនិតរបស់អ្នកតាមពិតជីវិតរបស់មនុស្សគឺជាដំណើរការនៃការលេងហ្គេមនៃពិភពមនុស្សពេលវេលានៃការឆ្លោះគ្នាកាន់តែតិចពេលវេលានៃភាពរីករាយនិងភាពសុខដុមកាន់តែច្រើនបើអនុវត្តបាននៅ3កុំនិយាយ3កុំឆ្លោះគឺអាចបន្ថយភាពសោកស្មាញភាពរីករាយនិងកើនឡើងដោយធម្មជាតិ